មញ្ញត្តិគ្រប់នឹងជម្រាបសួរទូទស្សនិកជនជាទីគោរពនៅក្នុងពេលនេះសូមអញ្ជើញតាមដានទស្សនាជាមួយនឹងព្រឹត្តិការណ៍ព័ត៌មានប្រចាំថ្ងៃពីស្ថានីយ៍ទូរទស្សន៍ខ្សែកាបអង្គរនៅក្នុងពេលនេះនឹងខ្ញុំសូមជូនមេតិការសំខាន់ៗនៃព័ត៌មានកម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្តបង្ក្រាបសង្វៀនជលមន់មន្ត្រីជាន់ខ្ពស់រដ្ឋបាលជលផលបានបញ្ជាឲ្យមន្ត្រីក្រមអាវ៉ាត់ខ្លួនបង្កើនសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទនេះឲ្យខ្លាំងក្លាបន្ថែមខណៈមើលឃើញថាបទល្មើសនេសាទនៅតែកើតមានគួរឲ្យព្រួយបារម្ភលំដាប់តទៅនេះនាងខ្ញុំសូមជូនព័ត៌មានពិស្ដាដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលក្នុងការធានានៅសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិអន្តរជាតិដែលចូលមកទស្សនាកម្សាន្តខេត្តសៀមរាបទីក្រុងបុរាណប្រវត្តិសាស្ត្រខេត្តសៀមរាបក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់គណៈបញ្ជាឯកភាពរដ្ឋបាលខេត្តដែលមានឯកឧត្តមខឹមប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្តនិងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីប៉ាវវណ្ណិតមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបកាលពីវេលាម៉ោង 11 នាថ្ងៃទី 8 ខែកញ្ញាឆ្នាំ 2015 ទីលានកីឡាបាក់សីមួយកន្លែងដែលស្ថិតនៅក្នុងភូមិអញ្ចាញសង្កាត់នគរធំក្រុងសៀមរាបក្រោមការបញ្ជាក្រុងនិងខេត្តសៀមរាបក្រោមការបញ្ជាដឹកនាំរបស់លោកវីរៈសេនីយ៍ឯកស្រីយូរ៉ាមេបញ្ជាការរងកងរាជអាវុធហត្ថនិងជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌ដោយប្រើប្រាស់កម្លាំងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តចំនួន 20 នាក់តាមការបញ្ជាក់របស់លោកវីរៈសេនីយ៍ឯកស្រីយូរ៉ាបានឲ្យដឹងថាក្នុងពេលវេលាម៉ោងខាងលើកម្លាំងសមត្ថកិច្ចអាវុធហត្ថបានចុះធ្វើការបង្ក្រាបទីកន្លែងសង្វៀនជលមន់ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 4 នាក់ទី 1 ឈ្មោះដនសំណាងភេទប្រុសអាយុ 40 ឆ្នាំមុខរបររត់ម៉ូតូឌុបមានទីលំនៅសង្កាត់ស្វាយដង្គមទី 2 ឈ្មោះអឹមមេនទីភេទប្រុសអាយុ 24 ឆ្នាំមុខរបរលក់ដូរនៅភូមិវត្តបូសង្កាត់សាលាកំរើកទី 3 ឈ្មោះហុងវ៉ាភេទប្រុសអាយុ 29 ឆ្នាំមុខរបរបោកអ៊ុតរស់នៅភូមិទសិនត្បូងសង្កាត់កុកចកទី 4 ឈ្មោះសិនហួរភេទប្រុសអាយុ 36 ឆ្នាំមុខរបរលក់ដូររស់នៅភូមិសាលាកន្សែងសង្កាត់ស្វាយដង្គមក្នុងនោះដកហូតបាននៅវត្ថុតាងរួមមានម៉ូតូ 8 គ្រឿងរថយន្ត 2 គ្រឿងស៊ុំក្រុងមាន់ 9 សង្វៀនមាន់ចំនួន 2 ខ្សែចម្រឹងដែក 22 ដើមមាន់ជល 7 ក្បាលកន្ត្រកដាក់មាន់ 9 ចិញ្ចៀងថ្លឹងមាន់ 1 បច្ចុប្បន្នជនសង្ស័យទាំង 4 នាក់និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាបន្តឯកឧត្តមអេងជាសានប្រតិភូរដ្ឋបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលនៅក្នុងឱកាសដឹកនាំមន្ទីរជំនាញរបស់ខ្លួនទៅបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់ស្រុកសូនីគមនិងស្រុកជីក្រែងខេត្តសៀមរាបកាលពីថ្ងៃទី 8 ខែកញ្ញាបានបញ្ជាឲ្យមន្ត្រីក្រមអាវ៉ាត់ខ្លួនបង្កើនសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅក្នុងរដូវបិទនេសាទនេះឲ្យខ្លាំងក្លាបន្ថែមទៀតជាពិសេសគឺត្រូវបង្ក្រាបឲ្យបានដាច់ខាតនៅរាល់ឧបករណ៍នេសាទដែលចាប់យកកូនត្រីតូចៗទៅឲ្យត្រីឆ្ដោស៊ីដូចជាអួនស្បៃមុងដាក់ភ្លើងពណ៌ជាដើមដូចជាអួនស្បៃមុងការដាក់ភ្លើងពណ៌ជាដើមឯកឧត្តមបានបញ្ជាក់ថាជំហានដំបូងទី 1 មន្ត្រីជំនាញទាំងអស់ត្រូវបង្ក្រាបអួនស្បៃមុងដាក់ភ្លើងពណ៌យកត្រីតូចៗទី 2 បង្ក្រាបនៅរាល់សកម្មភាពដឹកជញ្ជូនកូនត្រីឆ្ដោពីប្រទេសជិតខាងចូលមកកាន់តំបន់យើងគ្រប់គ្រងឲ្យមានប្រសិទ្ធភាពនិងទី 3 ចូលបង្ក្រាបកន្លែងចិញ្ចឹមត្រីឆ្ដោនៅតាមបែរនិងស្រះជាផ្ទាល់លោកព្រិនសាវិននាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបបានបដិញ្ញាថានឹងខិតខំអនុវត្តភារកិច្ចដែលថ្នាក់លើដាក់ជូនឲ្យមានប្រសិទ្ធភាពប៉ុន្តែលោកស្នើឲ្យសហគមន៍និងអាជ្ញាធរមូលដ្ឋានមានការចូលរួមពីព្រោះអាជ្ញាធរនិងសហគមន៍ជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋលោកបានបញ្ជាក់ថាប្រសិនបើអាជ្ញាធរនិងសហគមន៍មិនចូលរួមទេវាពិបាកខ្លាំងណាស់ក្នុងការបង្ក្រាបបទល្មើសនេសាទឲ្យទទួលបានជោគជ័យពាក់ព័ន្ធនឹងបញ្ហានេះវាពិបាកខ្លាំងណាស់ក្នុងការបង្ក្រាបបទល្មើសនេសាទឲ្យទទួលបានជោគជ័យពាក់ព័ន្ធនឹងបញ្ហានេះដែរលោកមិញប៊ុនលីមន្ត្រីសម្របសម្រួលកម្មវិធីតំបន់បឹងទន្លេសាបរបស់អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលបានគាំទ្រចំពោះការលើកឡើងរបស់លោកព្រិនសាវិននាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបលោកបានបញ្ជាក់ថាកន្លងមករាជរដ្ឋាភិបាលបានរំសាយចោលឡូនេសាទទាំងអស់ក្នុងបឹងទន្លេសាបហើយបានប្រគល់តំបន់មួយចំនួនឲ្យទៅសហគមន៍អ្នកគ្រប់គ្រងនិងអភិរក្សដូច្នេះបញ្ហាបទល្មើសនេសាទនេះយើងតែងតែរួបរวมគ្នាទើបទទួលបានជោគជ័យចំណែកករណីត្រីឆ្ដោលោកគិតថាដើម្បីបង្ក្រាបទទួលបានជោគជ័យលុះត្រាតែសមត្ថកិច្ចនៅតាមច្រកនាំចូលធ្វើការបង្ក្រាបឲ្យមានប្រសិទ្ធភាពមុនសិនលោកពន្យល់ថាបើសមត្ថកិច្ចនៅតាមច្រកបណ្ដោយឲ្យនាំចូលកូនត្រីឆ្ដោហើយបានដាក់ចិញ្ចឹមពេញផ្ទៃទឹកហើយនោះប្រកាសណាស់ថាពិបាកក្នុងការបង្ក្រាប
លោកហុករិនអភិបាលក្រុងស្ទឹងសែនសាងសង់ផ្ទះជូនទូរគតជនអតីតគ្រួសារយោធិនក្រុមគ្រួសារស្ត្រីមេម៉ាយទីតលក្ររស់នៅជាមួយកូនប្រុសឈួតឪពុកចាស់ជរានិងចៅ5នាក់ក្នុងខ្ទមពុកផុយដំបូលប្រក់មេត្រូវបានយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរក្រុងស្ទឹងសែនចុះជួយសាងសង់ផ្ទះជូនមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសីទំហំ5ម៉ែត្រគុណនឹង7ម៉ែត្រស្ថិតនៅក្នុងភូមិស្រយៅខាងជើងសង្កាត់ស្រយៅក្រុងស្ទឹងសែនខេត្តកំពង់ធំនៅព្រឹកថ្ងៃទី8ខែកញ្ញាឆ្នាំ2015លោកហុករិនអភិបាលក្រុងស្ទឹងសែននិងលោកអ៊ិតសុធាព្រះរាជអាជ្ញារងអមសាលាដំបងខេត្តកំពង់ធំលោកវរៈសេនីយ៍តូញ៉ែមឈុនលីអធិការក្រុងស្ទឹងសែនរួមទាំងសប្បុរសជនបានដឹកនាំសហការជាមួយកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែនកងរាជអាវុធហត្ថខេត្តនិងកម្លាំងអធិការក្រុងស្ទឹងសែនប្រជាការពារអាជ្ញាធរឃុំសង្កាត់ចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែនបានសាងសង់ផ្ទះឈើជូនលោកស្រីហ៊ុលនីអាយុ65ឆ្នាំជាស្ត្រីមេម៉ាយរស់នៅជាមួយកូនប្រុសម្នាក់ដែលឈួតរួមទាំងចៅ5នាក់និងឪពុកចាស់ជរាក្នុងខ្ទមកំសត់អ្នកមីងហ៊ុលនីដែលត្រូវបានទទួលផ្ទះថ្មីជាចំណងដៃបានរៀបរាប់ប្រាប់ថាអ្នកមីងមានកូន6នាក់ស្រី1ក្នុងនោះម្នាក់ឈួតចំណែកកូនប្រុស5នាក់ទៀតមានកូន3នាក់ទៅធ្វើការនៅថៃកូន2នាក់មានគ្រួសារហើយបានរស់នៅបែបផ្ទះសម្បែងកូនប្រុសដែលមានប្រពន្ធក៏បានយកកូនមកទម្លាក់ឲ្យគាត់មើលអ្នកខ្លះលេងល្បែងបែបផ្ញើគ្រួសារហើយក៏បាត់គ្មានដំណឹងរហូតមកដល់សប្តាហ៍ថ្ងៃគាត់រស់នៅជាមួយចៅ5នាក់ដោយជីវភាពក្រីក្រពុំមានមុខរបរនោះទេពេលខ្លះដើរខ្ចីអង្ករតាមភូមិ2គីឡូក្រាមគ្រាន់ចិញ្ចឹមចៅចំណែកកូនឯទៀតពុំដែលផ្ញើលុយកាក់នោះទេអ្នកមីងបានបន្តទាំងទឹកភ្នែកថាគ្រួសារអ្នកមីងឈ្មោះជុំប៊ុនណេតអាយុ38ឆ្នាំបានស្លាប់នៅក្នុងពេលបំពេញបេសកកម្មត្រូវបានខ្មាំងបាញ់ក្នុងភារកិច្ចការពារស្ពានក្នុងឆ្នាំ1987ជាអតីតយោធិនចំណោះឲ្យខេត្តកំពង់ធំក្រោយមកកូនប្រុសរបស់គាត់ឈ្មោះណេតនិនអាយុ38ឆ្នាំបានឈួតដោយសារគិតច្រើនហើយបានធ្វើបាបម្ដាយវាយម្ដាយស្ទើរជារៀងរាល់ថ្ងៃក្រោយមកទើបដាក់ច្រវាក់នៅនឹងចង្កេះដោយពុំហ៊ានដោះលែងទេដោយសារតែខ្លាចដើរវាយគេវាយឯងហើយអ្នកមីងក៏ពុំបានដើរស៊ីឈ្នួលបោកខោអាវឲ្យគេដូចមុននោះដែរលោកហុករិនអភិបាលក្រុងស្ទឹងសែនបានឲ្យដឹងថានេះកម្មវិធីមនុស្សធម៌ពិតៗដោយការចេញពីសប្បុរសជនក្នុងជួរអាជ្ញាធរនិងកងកម្លាំងរួមទាំងក្រុមហ៊ុនបានរួមចិត្តរួមកម្លាំងជួយដល់គ្រួសារក្រីក្រដោយមិនប្រកាន់និន្នាការនយោបាយសំខាន់គឺការជួយក្នុងគ្រាមានទុក្ខលំបាកដោយក្រោមការណែនាំរបស់ឯកឧត្តមអ៊ុតសំអនអភិបាលខេត្តកំពង់ធំបានឲ្យអាជ្ញាធរស្រុកក្រុងយកចិត្តទុកដាក់ទៅលើជីវភាពប្រជាពលរដ្ឋទាំងការរស់នៅសន្តិសុខជីវភាពនិងការប្រកបមុខរបររួមទាំងបញ្ហាថ្នាំងថ្នាក់នៅតាមមូលដ្ឋានដើម្បីដោះស្រាយតាមភាពជាក់ស្ដែងដែលអាជ្ញាធរមានលទ្ធភាពសម្រាប់ការជួយឧបត្ថម្ភការសាងសង់ផ្ទះជូនស្ត្រីមេម៉ាយដែលមានជីវភាពក្រីក្រនេះមានលោកអ៊ិតសុធាព្រះរាជអាជ្ញាខេត្តកំពង់ធំ1លានរៀលនិងកង់1គ្រឿងលោកវងសេរីព្រះរាជអាជ្ញារងអង្គរ100គីឡូក្រាមលោកកើតរដ្ឋវិទ្យាស្ថានក្រុងអង្គរព្រមទាំងលោកគ្រូអ្នកគ្រូបុគ្គលិកសិក្សា1លានរៀលធុងតកក1លោកសៀងវីរៈប្រធានធនាគារកាណាឌីយ៉ា1លានរៀលលោកប៉ៅគឹមស្រៀងពាងទឹក1ថវិកា30,000រៀលផ្នែកសឹករងក្រុងស្ទឹងសែនអង្គរ25គីឡូក្រាមទ្រទស្សនិកជនជាទីគោរពព័ត៌មានប្រចាំថ្ងៃដែលអស់លោកអ្នកទើបនឹងបានតាមដានទស្សនាខណៈនេះបានឈានចូលដល់ទីបញ្ចប់នេះខ្ញុំសូមអរគុណជាមួយនឹងការតាមដានទស្សនារបស់លោកអ្នកនៅក្នុងពេលនេះវត្តមាននេះខ្ញុំជាបចន្ទ្រារួមជាមួយនឹងសហការីសូមអរគុណនិងសូមគោរពលា